បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូមួយទាក់ទងនឹងការលាងលាងសម្អាតត្រង់កូនកែបយើងបាទនេះខ្ញុំលាងហើយមកត្រង់ហើយឥឡូវខ្ញុំធ្វើការលាងហើយនេះទឹកតែប្រហូរទឹកចេញទេហើយខ្ញុំក៏ឆ្លៀតថតវីដេអូមួយចែកជូនបងប្អូនទស្សនាបាទហើយការលាងអាងនេះគឺមិនមែនយើងលាងតែអាងទេបងប្អូនបាទគឺយើងធ្វើការចាប់ប្របាយកូនកែបផងដែរបាទដោយសារខ្ញុំវាមានតូចធំអញ្ចឹងយើងត្រូវចាប់ប្របែកអានេះគឺຂະຫນាតកដាលបងប្អូនបាទនេះគឺអាចចាប់លក់ឲ្យបងប្អូនបានហើយបាទធំជាងមេដៃបងប្អូនបាទຂະຫນាតនេះគឺធំជាងមេដៃហើយនេះគឺຂະຫນាតនេះល្មមបាទគឺមិនធំពេកមិនតូចពេកគឺល្មមចាប់ហើយប៉ុណ្នេះបាទហើយអានេះគឺជាຂະຫນាតទី1បាទຂະຫນាតទី1នេះទំហំវាប៉ុនមេជើងហើយបងប្អូនបាទទំហំវាប៉ុនមេជើងហើយចុងប៉ុនមេជើងហើយបាទវាធំជាងអាផ្នែកកណ្ដាលនេះបាទហើយខ្ញុំនឹងជ្រែពីអាងខាងនោះមកដាក់ខាងនេះទៀតបាទបើសិនជាអាណាទំហំប្រហែលជាប៉ុននេះជ្រៀកខាងនេះគឺយើងចាប់ដាក់ខាងនេះបាទបើសិនជាធំប៉ុនមេជើងគឺយើងចាប់ដាក់អាងទូចខាងនោះដោយសារធំនោះវាមានតិចដែរទេបងប្អូនត្រឹមតែ300ក្បាលអីទេអាងនេះខ្ញុំចាប់បាន200អាធំមិញណាបាទគឺហ្នឹងវាជាខ្ញុំទុកពូជទេបាទ200ហើយអាងមុនហ្នឹងយើងចាប់បាន100ជាងដែរអញ្ចឹងក្នុងអាងទូចនោះវាជា350ហើយបាទ350ក្បាលអីហើយបាទយើងនឹងជ្រែខាងនេះទៀតបាទជ្រែខាងនេះគឺយើងខាងនេះយើងដាក់តូចបាទតូចជាងមេដៃបាទតូចជាងមេដៃនេះគឺយើង5ថ្ងៃទៅមួយអាទិត្យទៀតយើងអាចចាប់បានហើយបាទនេះគឺយើងល្មមចាប់ហើយក៏បងប្អូនយកវគ្គនេះគឺស្អាតយើងជ្រែបានស្អាតល្អហើយបាទគឺបងប្អូនយកទៅគឺវាស្មើគ្នាល្អហើយដោយសារវាចង់ធំជ្រុលផងបងប្អូនវគ្គនេះដោយសារជើងរវល់តែចូលឆ្នាំខ្មែរអញ្ចឹងបងមួយចំនួនគាត់រវល់តែចូលឆ្នាំខ្មែរយើងបាទគឺយើងគឺភាគច្រើនបងប្អូនគាត់យកក្រោយចូលឆ្នាំខ្ទង់ថ្ងៃ20ជាងឬក៏ចុងខែអីនេះបាទបានគាត់យកអញ្ចឹងវគ្គនេះរៀងធំល្អអញ្ចឹងបងប្អូនអាចបងប្អូនរៀបចំអាងរួចហើយបងប្អូនអាចកំងវគ្គនេះបានបាទដោយសារមានអត់ច្រើនទេបងប្អូនមានខ្ទង់ប្រហែល2000អីទេបាទហើយស្អែកខាន់ស្អែកហ្នឹងគឺយើងចាប់ចំនួន1000ហើយឬក៏បងប្អូនអាចកំងបានចាំយកវគ្គនេះក៏បានដែរខ្ញុំនឹងបបាយជ្រែជូនគឺរៀបចំបងប្អូនឲ្យមកស្អាតបាទគឺយើងចាប់ជ្រែជា3បាទជា3គឺទី1កុំឲ្យយើងខាតបងកូនកែបទី2គឺដើម្បីអាតូចហ្នឹងវាស្ទុះលឿនដែរបាទកុំឲ្យថាដាក់នៅជាមួយតាធំខាំផងស៊ីចំណីមិនតាន់អាធំផងបាទគឺវានៅតែទូចអញ្ចឹងកូនកែបយើងវាអត់លូតលាស់ល្អទេកាលណាយើងបបាយទៅកូនកែបអាទូចក៏វាលូតលាស់ល្អដែរបាទវិសាវាស៊ីចំណីបានបាទដល់ដែរបាទភាសាយើងចាប់បបាយវាហើយបាទត្រង់នេះអាចបាន3000បងប្អូនបាទត្រង់នេះអាច1000ជាងទេចឹងអាចចូល4000កូនដែរបងប្អូនពីត្រង់នេះបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទគ្រាន់តែយើងនិយាយពីអត្ថប្រយោជន៍នៃការបបាយកូនការលាងសម្អាតអាងបាទឲ្យស្អាតទៅគឺមើលទៅគឺវាត្រជាក់ភ្នែកដែរបងប្អូនបាទបងប្អូនមើលទៅអាងខាងនេះហើយនឹងអាងខាងនេះតែមួយណាស្អាតជាងបងប្អូនបាទគឺខុសគ្នាបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទបើចង់បានកូនកែបចង់តាក់ទងនឹងបច្ចេកទេសអីផ្សេងជាមួយការចិញ្ចឹមកែបបងប្អូនអាចទំនាក់ទំនងមកខាងកសិដ្ឋានយើងបានបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ